ឯកឧត្តមសាយសំអាតបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអតីតយុទ្ធជននិងនិវត្តជនព្រមទាំងបានកាត់ខ្សែបូសម្ពោធស្នាក់ការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តព្រះសីហនុឯកឧត្តមសាយសំអាតឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្នាក់ការសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុដែលមានទីតាំងស្ថិតនៅក្នុងភូមិមួយក្នុងសង្កាត់លេខ1ក្រុងព្រះសីហនុហើយនៅក្នុងពិធីខាងលើនេះក៏មានការចូលរួមពីអតីតយុទ្ធជននិងនិវត្តជនចំនួន300នាក់ដែលបានរៀបចំធ្វើឡើងនារសៀលថ្ងៃសុក្រទី8ខែឧសភាឆ្នាំ2026លោកឧត្តមសេនីយ៍ត្រីនៅសំអល់មេបញ្ជាការសឹករងព្រះសីហនុជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តព្រះសីហនុបានធ្វើការអាននៅរបាយការណ៍សង្ខេបនៃអគារស្នាក់ការសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុដែលបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី23ខែមិថុនាឆ្នាំ2025ដោយនៅលើផ្ទៃដីទំហំ17220 ម៉ែត្រការ៉េដែលមានបណ្ដោយ150ម៉ែត្រទៅទិង50ម៉ែត្រសាងសង់អំពីបេតុងប្រក់ក្បឿងមាន4បន្ទប់ដោយចំណាយថវិកាចំនួន$72,000អាមេរិកស្ថិតនៅក្នុងភូមិមួយសង្កាត់លេខ1ក្រុងព្រះសីហនុជាមួយគ្នានោះផងដែរឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុបានសម្ដែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់និងនិវត្តជនកម្ពុជាដែលបាននឹងកំពុងតែបំពេញបេសកកម្មដ៏ឧត្តមឧត្តមនៅក្នុងបុព្វហេតុអភិវឌ្ឍប្រទេសជាតិនិងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលផ្ដល់ការយកចិត្តទុកដាក់ទៅលើការងារអតីតយុទ្ធជននិងអតីតមន្ត្រីរាជការស៊ីវិលជាអតិភិបមួយនៅក្នុងចំណោមអតិភិបនានាដោយនៅក្នុងនោះរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ2050ហើយការអភិវឌ្ឍវិស័យសង្គមគិច្ចគឺស្ថិតនៅក្នុងបញ្ចកោណដំណាក់កាលទី1នៃយុទ្ធសាស្ត្រការអភិវឌ្ឍមូលធនមនុស្សក្នុងមុំទី4គឺការពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀងមានគោលដៅយុទ្ធសាស្ត្រគឺការកសាងរួមទាំងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យមានលក្ខណៈប្រមូលផ្ដុំនិងសង្កតិភាពទាំងក្នុងប្រព័ន្ធជំនួយសង្គមព្រមទាំងប្រព័ន្ធសន្តិសុខសង្គមការពង្រឹងប្រព័ន្ធស្បៀងនិងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូបហើយការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរទៅលើស្មារតីមិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយនៅក្នុងឱកាសនោះឯកឧត្តមសាយសំអាតឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុបានធ្វើការសំណេះសំណាលជាមួយនឹងអតីតយុទ្ធជននិងនិវត្តជនខេត្តព្រះសីហនុព្រមទាំងបានធ្វើការណែនាំមួយចំនួន1បង្កើតវប្បធម៌សម្រាប់ក្មេងជំនាន់ក្រោយសម្រាប់អតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ2រៀបចំផ្ទះនិងភូមិឋានជូនអតីតយុទ្ធជននិងនិវត្តជន3ដោះស្រាយដីសម្បត្តិសង្គមគិច្ចជូនប្រជាពលរដ្ឋបាន50,000គ្រួសារដោយទន្ទឹមនឹងនោះដែរយើងក៏ត្រូវតែរកដីដែលនៅក្នុងទីប្រជុំជនដើម្បីឲ្យកូនចៅរបស់យើងបានរៀនសូត្រចប់ចុងចប់ដើមដែលទាមទារឲ្យមានសាលារៀនមន្ទីរពេទ្យនៅជិតផ្ទះបងប្អូនប្រជាពលរដ្ឋហើយកិច្ចការទាំងអស់នេះគឺយើងត្រូវតែរួមគ្នាលើកកម្ពស់ជីវភាពអតីតយុទ្ធជននិងនិវត្តជនរបស់យើងដែលពួកគាត់បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការពីបូរណភាពទឹកដីការកសាងសុខសន្តិភាពនិងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជាសម្ដៅធានាឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជាបន្ទាប់ពីបានសំណេះសំណាលជាមួយនឹងអតីតយុទ្ធជននិងនិវត្តជនរួចមកនៅក្នុងឱកាសនោះផងដែរឯកឧត្តមសាយសំអាតក៏បាននាំយកអំណោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតឧបត្ថម្ភជូនអតីតយុទ្ធជននិងនិវត្តជនចំនួន300នាក់ក្នុងម្នាក់ទទួលបានអង្ករ25គីឡូក្រាមប៊ី1កេសទឹកត្រី1យួរទឹកសុទ្ធ1យួរត្រីងៀតសមុទ្រ1គីឡូនំសណ្តែកដី1ថង់និងថវិកា100000រៀលផងដែរ